រដ្ឋីគីងកុងបានស្បែកជើងថ្មីត្រៀមការប្រកួតថ្ងៃទី25ឧសភានៅឯទឹកដីប្រទេសជប៉ុនបងស្រីលីភាតំណាងឲ្យក្រុមហ៊ុនវឌ្ឍនៈព្រូបូរីបាននាំនៅស្បែកជើងថ្មីល្អក៏ដូចជាពាក្យពេចន៍ណែនាំពីអ្នកអុកញ៉ាសំអាងវឌ្ឍនៈដើម្បីត្រៀមការប្រកួតរបស់កីឡាករគុនខ្មែររបស់យើងទៅប្រកួតនៅទឹកដីប្រទេសជប៉ុនអញ្ចឹងហើយកុំភ្លេចចូលរួមទស្សនាទាំងអស់គ្នាពុកម៉ែបងប្អូនមានផ្សាយជូនទស្សនាផងដែរនេះរដ្ឋីហុងសុបញ្ញាក៏បានមកគូងគេដែរហើយនេះអ្នកណាទៀតបានស្បែកជើងអូយស្អាតមែនតែនថ្មីខ្ជូតត្រៀមបង្ហាញខ្លួននេះរដ្ឋីច័ន្ទបុរិនបានមកគូស្អាតមែនតែនរដ្ឋីច័ន្ទបុរិនហើយបានស្បែកជើងមកគូហើយបានស្រោមជើងមកគូទៀតត្រៀមខ្លួនការប្រកួតនៅឯទឹកដីប្រទេសជប៉ុនហើយ5នាក់នេះហើយពុកម៉ែបងប្អូនមិញមានរដ្ឋីគីងកុងមានរដ្ឋីច័ន្ទបុរិននេះហើយរដ្ឋីសុធិរិនក៏នឹងត្រៀមខ្លួនប្រកួតនៅទឹកដីប្រទេសជប៉ុនដែរបានស្បែកជើងមកគូដែរចេញទៅប្រកួតនោះគឺ5នាក់ហើយមិញនឹងរដ្ឋីសុធិរិនបានមកគូហើយនៅសល់ពីណាគេទៀតនេះរដ្ឋីលីហួររដ្ឋីលីហួរនេះគឺជាបងប្រុសរបស់រដ្ឋីគីងកុងបានមកគូដែរហើយមួយទៀតនោះគឺរដ្ឋីសវណ្ណខេមអញ្ចឹងកុំភ្លេចរងចាំទស្សនាហើយមកស្ដាប់លោកគ្រូផាតសូដាទាំងអស់គ្នាស៊ូតើមានnhậpអមកនេះទៅជប៉ុនអូទៅជប៉ុនមានណៅទៅជប៉ុនមានណៅលឿនណៅទៅជប៉ុនមានណៅចូលណែមកជួអ្នកតែជប៉ុនហ្មងជួអូយមើលបានរួចពី3 4ណាម្នាក់ទៀតលោកគ្រូម្នាក់ទៀតហ្នឹងលោកគ្រូទៅជប៉ុនដែរគ្រូទៅបានគ្រូដែរអាចជំនុំមកទៅនៅតែលេខបានបងហៅនេះណាមកឡើយខ្ញុំហៅលេខអ្នកណាដឹងខ្លួនឯងពាក់លេខប្រហែលដើរចេញដើរចេញមកមិនដើរដើរមកយើ36អូបានមុនគេទៀតសบายចិត្តដល់អត់ទេយ៉ាស្រោមជើងទៀត40 50 បញ្ញា40មកបញ្ញាអត់ទៅបានដែរខ្ញុំដាក់នៅក្នុងបញ្ញាអត់ទៅបានដែរវើយលុយអើយបញ្ញាគេទៅជើងក្រោយជាតិក្រោយជើងក្រោយជាតិក្រោយគាត់ទៅជាតិ38ទៅជាតិ38អូបរិនយ៉ាបរិនទៅបរិនដាក់ជើងជួយមិនគាត់ស្រឡាញ់គាត់ហ្នឹងឯងគាត់ស្រឡាញ់ជុំអាវគាត់ហ្នឹងទៀតឲ្យចាស់ទៅគូហ្មងយ៉ានៅណាទៀតចេះ39ដល់លោកគ្រូគេមកកាលដល់ទៅមកជើងថ្មីទៀតឡមើលថៅអត់ថៅលេឡសុំណែតែជើងអាពាក់មើលត្រៃអត់អាចរត់ថយថ្ងៃបានមិនគួរលក់ហើយនៅណាទៀតលេខណាទៀតលេខ2ទៀតអីចា39ណាគេ39ទៀតយ៉ាអូននេះលីហួរអូនេះលីហួរឬលីហួរចាហើយមានបើជើងអាចពាក់បានពាក់តេះរត់តិចមើលពាក់តេះរត់ជើងអត់គឺនេះអូអត់លោកគ្រូដល់អត់លោកគ្រូហើយមកគេទៅលោកគ្រូអត់ហើយលោកគ្រូអត់មានទេដូចស្លាប់ចាំបានលោកគ្រូអត់មានលោកគ្រូយ៉ាងមកពីលើបញ្ញាអត់មានឥឡូវទីគាត់ឲ្យ2គូអូចាំតែញឲ្យក្រោយបាក់លឹកនឹងទីគាត់ថា6នាក់ហ្នឹងគ្រូចាដឹងថានឹងបញ្ញាតាអីទៅចាំតែញបញ្ញាគាត់តាជើងក្រោយហ្នឹងតាអត់មែននិយាយលេងសអត់មែនឥឡូវទៅមើលក្មេងៗសិនអត់អីទេទីគង់បាន2មួយទៅដល់2ទៅតាមមុខស្អី